តើអ្វីជាសម្ពាធចុងក្រោយដែលធ្វើឲ្យយើងទប់លែងជាប់ជាការងារឬមួយក៏គ្រួសារចំពោះនារីម្នាក់នេះមិត្តប្រុសរបស់បងស្រីនាងបានលាក់ពុតនៅក្បែរនាងជាច្រើនឆ្នាំហើយឆ្លៀតឱកាសវាយប្រហារនាងយ៉ាងចាស់ដែលពេលក្រុមហ៊ុនមានបញ្ហាប៉ុន្តែអ្វីដែលធ្វើឲ្យនាងបាក់ទឹកចិត្តបំផុតនោះគឺលីនរួយដើម្បីនៅកំដរនាងឆ្លងកាត់ការលំបាកគេសុខចិត្តបោះបង់ឱកាសទៅរៀនបន្តនៅប្រទេសអាល្លឺម៉ង់នៅពេលនេះនាងក៏ភ្ញាក់ខ្លួនព្រឺទុកសោករបស់មនុស្សគ្រប់គ្នាហាក់ដូចជាបណ្ដាលមកពីរូបនាងកាលនោះបងស្រីរបស់នាងដើម្បីគេចពីការបង្ខិតបង្ខំរបស់ឪពុកក៏មានគំនិតចង់រត់តាមមិត្តប្រុសប៉ុន្តែដោយសារតែការអង្វររបស់នាងទើបបងស្រីត្រឡប់មកវិញដើម្បីធ្វើគុកកំណត់ដែលជាហេតុធ្វើឲ្យឪពុកដឹងពីដានរបស់បងស្រីជាអកុសលនៅក្នុងការរត់គេចនោះបងស្រីក៏ជួបគ្រោះថ្នាក់ចរាចរណ៍ហេតុនេះកៅអឺហ្វានមិនដែលបានជួបបងស្រីទៀតទេអ្វីដែលគេរងចាំបានគឺទូរស័ព្ទប្រាប់ពីដំណឹងមរណភាពគេបានចោទប្រកាន់រឿងទាំងអស់នេះទៅលើលូហ្វាងនីងហើយសុខចិត្តលាក់មុខធ្វើជាជំនួយការនាងអស់3ឆ្នាំចុងក្រោយនៅពេលក្រុមហ៊ុនជួបវិបត្តិគេក៏ជន់ពន្លិចនាងហើយក្លាយជាម្ចាស់ភាគហ៊ុនធំបំផុតរបស់លូមីងទើបពេលនេះលូហ្វាងនីងបានដឹងថាមនុស្សនៅចំពោះមុខនេះគឺជាមិត្តប្រុសដែលបងស្រីធ្លាប់និយាយប្រាប់កាលពីមុនកៅអឺហ្វានមានបំណងតែមួយគត់គឺចង់បំផ្លាញក្រុមហ៊ុនលូមីងធ្វើឲ្យលូហ្វាងនីងគ្មានពេលខ្វល់ពីអ្នកដទៃសូម្បីតែរឿងដែលលីនរួយទៅរៀននៅអាល្លឺម៉ង់ក៏នាងបានដឹងតាមរយៈសម្ដីរបស់អ្នកដទៃដែរប៉ុន្តែពេលនោះលីនរួយបានខកខានឱកាសសម្ភាសបាត់ទៅហើយគិតទៅទើបដឹងថាយប់នោះលីនរួយនៅកំដរនាងដែលកំពុងតែបាក់ទឹកចិត្តនាងក៏សម្រេចចិត្តបោះបង់ការតាំងជាមួយកៅអឺហ្វានមុនពេលចាក់ចេញនាងបានលូកពីហ៊ុនទាំងអស់ហើយសូមឲ្យពូរបស់នាងជួយស្វែងរកឱកាសសម្ភាសឲ្យលីនរួយម្ដងទៀតបន្ទាប់ពីចាត់ចែងគ្រប់យ៉ាងរួចរាល់នាងក៏ជ្រើសរើសចាក់ចេញដោយមិនលាតែមិនយូរប៉ុន្មាននាងក៏ដឹងថាខ្លួនមានផ្ទៃពោះកូនរបស់លីនរួយពេលនោះលីនរួយទើបតែចាប់ផ្ដើមមានលំនឹងនៅអាល្លឺម៉ង់ដើម្បីកុំឲ្យគេបែកអារម្មណ៍លូហ្វាងនីងសុខចិត្តរ៉ាប់រងគ្រប់យ៉ាងតែម្នាក់ឯងក្រោយមកពេលឃើញកូនប្រុសដែលមានមុខមាត់ដូចលីនរួយបេះបិទបុករួមទាំងចរិតក្រឡេកក្រឡុករបស់យោយ៉ូផងនោះធ្វើឲ្យលូយ៉ូយ៉ូមិនដែលបានជួបមុខឪពុកទេនាងគិតថាចាំកូនធំសិនចាំឲ្យពួកគេជួបគ្នាតែនឹកស្មានមិនដល់ថាលូយ៉ូយ៉ូលួចហោះត្រឡប់មកប្រទេសចិនវិញដោយការគិតរបស់សិនជូគ្មានខុសលូហ្វាងនីងក៏ប្រញាប់តាមមកភ្លាមដោយសារតែប្រេងគ្រឿងសង្ហារឹមដែលពួកគេបង្កើតរួមគ្នាត្រូវការរៀបចំពិព័រណ៍ក្នុងស្រុកជាបន្ទាន់ប៉ុន្តែលូហ្វាងនីងនៅតែស្ទាក់ស្ទើរមិនហ៊ានសម្រេចចិត្តដូច្នេះសិនជូក៏ប្រើល្បិចចង់ចាប់ចោលត្រូវចាប់មេចាប់កូនដើម្បីបង្ខំម្ដាយបង្ខំឲ្យលូហ្វាងនីងត្រឡប់មកប្រទេសចិនវិញលូហ្វាងនីងក៏សម្រេចចិត្តថានឹងបញ្ចប់ការងារក្នុងស្រុកឲ្យរួចរាល់សិនចាំគិតបន្តប៉ុន្តែការគិតនេះមិនអាចឈ្នះនិស័យបានទេថ្ងៃដំបូងដែលចេញក្រៅនាងក៏បានឃើញទាំងរូបភាពរបស់លីនរួយប៉ុន្តែពេលដែលនាងបំរុងនឹងចាក់ចេញក៏បានឃើញលីនរួយកំពុងឈរនិយាយជាមួយមិត្តរួមការងារប្រហែលជាដោយសារខានជួបគ្នាយូរពេកឬមួយក៏មានចិត្តរាថាំងលូហ្វាងនីងក៏ពួនសំណុំភ្លាមប៉ុន្តែនាងលួចសម្លឹងមើលលីនរួយដោយកែវភ្នែកដែលពោពេញទៅដោយក្តីស្រឡាញ់រហូតដល់ចូលក្នុងផ្ទះអារម្មណ៍នាងនៅតែមិនទាន់ស្ងប់នាងមិនច្បាស់ថាលីនរួយបានឃើញនាងឬអត់បើឃើញមានន័យថាការចាក់ចេញដោយមិនលាកាលពី6ឆ្នាំមុនពិតជាធ្វើឲ្យលីនរួយឈឺចាប់ខ្លាំងណាស់តែបើមិនឃើញតើត្រូវជួបគ្នាដោយរបៀបណាតើត្រូវប្រើឋានៈនឹងអារម្មណ៍បែបណាដើម្បីប្រឈមមុខនឹងលីនរួយញ៉ាំទី6របស់មនុស្សស្រីពិតជាត្រឹមត្រូវណាស់លូហ្វាងនីងបានជួបលីនរួយម្ដងទៀតដែលកំពុងត្រូវបានសិស្សមួយក្រុមចំរោមតែពេលដែលនាងក្រុមនឹងតាំងចិត្តហៅឈ្មោះលីនរួយក្រុមមនុស្សនោះក៏ដើរកាត់នាងទៅក្តីអស់សង្ឃឹមនឹងភាពឯកាបានចូលមកគ្រប់ដណ្ដប់ចិត្តលូហ្វាងនីងភ្លាមដើម្បីកុំឲ្យជួបគ្នាទៀតនាងក៏ជ្រើសរើសដើរទៅផ្លូវខាងទៀតប៉ុន្តែនៅពេលដែលនាងងាកក្រោយនៅក្នុងផ្សារទំនើបនាងក៏ឃើញលីនរួយនៅមាត់ទ្វារខណៈដែលនាងកំពុងលួចសរសើរសម្រស់ដ៏សង្ហារបស់គេលីនរួយហាក់ដូចជាមានបំណងទុកមុនក៏ដើរសម្ដៅមករកនាងខានជួបគ្នាយូរហើយតើមានរឿងអីហ្នឹងនេះជាការថតលើកទី2មែនទេខានជួបគ្នាយូរហើយកាហ្វេសម្រាប់អ្នកអរគុណញ៉ាំកាហ្វេឲ្យតិចទៅរបៀបអ្នកមិនសូវល្អទេលូហ្វាងនីងមិនយល់ពីការយកចិត្តទុកដាក់ភ្លាមទេព្រោះលីនរួយដែលនាងជួបមុននេះធ្វើដូចជាមិនឃើញនាងសោះលូហ្វាងនីងអង្គុយលើកៅអីឈើទាំងស្រពេចស្រពើគិតពីចិត្តរបស់លីនរួយងើបមុខឡើងក៏ឃើញគេដើរសម្ដៅមករកនាងម្ដងទៀតតើអ្នកមានរឿងអ្វីដែលមិនទាន់ប្រាប់ខ្ញុំទេលូហ្វាងនីងស្មានថាលីនរួយដឹងរឿងយោហើយជំនាញដែលគេដើរចូលមកចិត្តធ្វើឲ្យនាងកាន់តែភ្លេចតែនឹកស្មានមិនដល់ថាលីនរួយគ្រាន់តែយកឯកសារដែលនាងច្រឡប់យកទៅនោះមកសម្បិចប៉ុណ្ណោះថែមទាំងបួញញ៉ាំបាយជាមួយគ្នាទៀតផងការដែលមិនបន្ទោសនិងមិនរំលឹកពីអតីតកាលបែបនេះធ្វើឲ្យលូហ្វាងនីងកាន់តែមានអារម្មណ៍ខុសនាងក៏ប្រមូលភាពក្លាហានដោយការដែលនាងដើរចេញពីមុនសុំទោសលីនរួយយ៉ាងម៉ឺងម៉ាត់ហើយសន្យាថាការត្រឡប់មកវិញនេះគ្រាន់តែដើម្បីការងារប៉ុណ្ណោះធ្វើរួចនឹងឆាប់ចាក់ចេញមិនរំខានជីវិតបច្ចុប្បន្នរបស់លីនរួយទេតែលីនរួយគ្រាន់តែបង្ហាញថាគេយល់ពីបំណងរបស់លូហ្វាងនីងមិនបាននិយាយថាលើកលែងទោសឬអត់ទេចុងក្រោយបាល់ទាត់មួយគ្រាប់បានបំបែកភាពឆ្កាំឆ្គងរវាងអ្នកទាំងពីរលីនរួយស្ទុះទៅអបលូហ្វាងនីងជាប់នឹងទ្រូងអារម្មណ៍ដែលធ្លាប់ត្រូវបានការពារបែបនេះធ្វើឲ្យលូហ្វាងនីងធ្វើខ្លួនមិនត្រូវនាងក៏ប្រញាប់រត់គេចចេញពីទីនោះម្ដងទៀត